ចំពោះការថែទាំអ្នកជំងឺ Parkinson នោះយើងមានពីរផែនការដើម្បីជួយអ្នកជំងឺ Parkinson របស់យើងទី1នោះគឺយើងកែលម្អទៅលើស្ថានភាពរាងកាយរបស់គាត់រក្សាលំនឹងនិងរក្សាកម្រិតសុវត្ថិភាពសម្រាប់គាត់នៅបង្កើនការធ្វើចលនារបស់គាត់គឺយើងជួយឲ្យអ្នកជំងឺនឹងធ្វើលំហាត់ប្រាណទៅតាមលទ្ធភាពដែលអាចគាត់ធ្វើបានដូចជាអ្នកជំងឺធ្វើលំហាត់ប្រាណនៅលើគ្រែឬអង្គុយលើកៅអីលើកដៃលើកជើងទៅតាមលទ្ធភាពរបស់អ្នកជំងឺអាចបំពេញបានមួយទៀតនោះត្រូវប្រកាសថាអ្នកជំងឺងើបធ្វើចលនាត្រូវតែមានឧបករណ៍ដើម្បីជំនួយគាត់ការពារពីការដួលឬក៏ការប៉ះទង្គិចផ្សេងៗទៅដល់គាត់ហើយជាពិសេសគឺយើងត្រូវរៀបចំឧបករណ៍ឬក៏សម្ភារៈដែលបរិវេណជុំវិញអ្នកជំងឺការធ្វើដំណើរឬក៏ដើរម្ដងត្រូវមានសុវត្ថិភាពចំពោះគាត់ផងដែរអ្វីដែលកាន់តែពិសេសគឺការបង្រៀនរបស់គាត់នោះគឺនឹងបង្រៀនដោយបានត្រឹមត្រូវទៅតាមគ្រូពេទ្យដែលជាអ្នកបច្ចេកទេសនៅក្នុងការបង្រៀនធ្វើលំហាត់ប្រាណនៅក្នុងការដើរជូនអ្នកជំងឺ Parkinson នេះចំពោះផែនការទី2នោះគឺយើងត្រូវបង្រៀនអ្នកជំងឺ Parkinson អំពីការលេបការរក្សាផ្លូវដង្ហើមឲ្យបានល្អនិងបង្ការពីការបង្ករោគនៅសួតផងដែរទី1នោះយើងបង្រៀនអ្នកជំងឺ Parkinson នឹងអំពីការលេបអាហារឲ្យបានត្រឹមត្រូវទៅតាមអ្នកបច្ចេកទេសរបស់យើងហើយអំឡុងពេលដែលអ្នកជំងឺ Parkinson បរិភោគអាហារម្ដងយើងត្រូវជ្រើសរើសរបបអាហារដែលមានសារធាតុរាវឬក៏ទន់សមស្របទៅនឹងការលេបរបស់គាត់បន្ទាប់ពីបរិភោគអាហារទាំងអស់នឹងហើយអ្នកជំងឺរបស់យើងត្រូវមានការថែរក្សាមាត់របស់គាត់ឲ្យបានស្អាតដើម្បីកាត់បន្ថយអំពីការបង្ករោគឬក៏វិវត្តទៅមានការរលាកសួតផងដែរ